Ok, chúng mình sẽ bằng bọn này ní cứ chưa được dân Ford HL xử lýឆ្នាំ2026ដែលក្រុមហ៊ុន Ford Cambodia បាននាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជារបស់គេទាំងអស់បាទអញ្ចឹងក៏បញ្ជាក់ផងដែរថារថយន្តនេះគឺជារថយន្តប្រភេទ Hybrid បាទដែលចាក់សាំងមួយពេញជិះបាន 1100 គីឡូម៉ែត្រអូខេអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើបទបង្ហាញទាំងមូលហ្មងទាក់ទងនឹងរថយន្តមួយនេះក៏បញ្ជាក់ផងដែរថារថយន្តមួយនេះគឺប្រើប្រាស់មកជាមួយនឹងម៉ាស៊ីន 2.0 លីត្រ EcoBoost Hybrid ដែលចាក់សាំងមួយពេញបងទាំងអស់គ្នាអាចបើកបរបានចំនួន 1100 គីឡូម៉ែត្របាទអញ្ចឹងតើតើនឹងការបើកបរបាន 1100 គីឡូម៉ែត្រនេះគឺអាស្រ័យទៅលើទម្លាប់នៃការបើកបរក៏ដូចជាស្ថានភាពផ្លូវផ្សេងៗក៏ដូចជាម៉ាស៊ីននិងម៉ូទ័រអគ្គិសនីដំណើរការរួមគ្នាក៏បញ្ជាក់ផងដែរថារថយន្តមួយនេះគឺប្រើប្រាស់មកជាមួយនឹងម៉ាស៊ីន 2.0 លីត្រ EcoBoost ដែលអាចផលិតកម្លាំងខ្សែបានរហូតដល់ 271 horsepower ជាមួយនឹងកម្លាំងរមួលរហូតដល់ 404 Nm ការរចនារូបរាងផ្នែកខាងក្រៅរបស់រថយន្តមួយនេះបណ្ណាផ្នែកខាងមុខរចនាថ្មីជាមួយនឹងចង្កៀងប្រភេទ LED បែប 3D កាន់តែទាក់ទាញចំណែកឯយ៉ានកង់វិញគឺយើងប្រើប្រាស់មកជាមួយនឹងយ៉ានកង់អាលុយមីញ៉ូមទំហំ 20 អ៊ីងចង្កៀងផ្នែកខាងក្រោយជាប្រភេទ LED បែប 3D មានពន្លឺភ្លឺច្បាស់ល្អរូបរាងផ្នែកខាងក្នុងរចនាម៉ូដប្រណិតធំទូលាយទំនើបប្រកបដោយផាសុកភាពកុងទ័រ Digital ទំហំ 12.3 អ៊ីងនិងអេក្រង់ Touch Screen កណ្ដាលទំហំ 13.2 អ៊ីងភ្លឺច្បាស់ត្រជាក់ភ្នែកក៏បញ្ជាក់ផងដែរថាអេក្រង់ Touch Screen កណ្ដាលបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Sync 4 ចំនួនថ្មីដែលអាចប្រើប្រាស់មកជាមួយនឹង Apple CarPlay និង Android Auto កៅអីជួរទី1និងជួរទី2មានប្រព័ន្ធបញ្ចេញខ្យល់ក្តៅនិងខ្យល់ត្រជាក់ដំបូលផ្នែកខាងលើជាដំបូលកញ្ចក់ធំទូលាយអាចបិទនិងបើកបានរថយន្តមួយនេះក៏បានភ្ជាប់មកជាមួយនឹងចង្កឹះលេខអេឡិចត្រូនិក e-shifter ដែលងាយស្រួលក្នុងការប្រើប្រាស់អ្វីដែលងាយស្រួលក្នុងការប្រើប្រាស់បន្ទាប់ទៀតនោះគឺរថយន្តមួយនេះគឺបានបំពាក់មកជាមួយនឹងហ្វ្រាំងដៃអេឡិចត្រូនិកងាយស្រួលក្នុងការប្រើប្រាស់អ្វីដែលជាចំណុចដែលស៊ីវិល័យមួយទៀតនោះគឺរថយន្តមួយនេះគឺបានបំពាក់មកជាមួយនឹងប្រព័ន្ធសារទូរស័ព្ទឥតខ្សែ wireless charging ចំណែកឯផ្នែកចង្កូតវិញយើងឃើញថាចង្កូតរបស់រថយន្តមួយនេះគឺប្រើប្រាស់មកជាមួយនឹងចង្កូត Electronic e-pass 2ងាយស្រួលក្នុងការបត់បែនAmbient Light គឺជាភ្លើងលម្អនៅក្នុងរថយន្តដែលអាចឲ្យអ្នកបើកបរផ្លាស់ប្ដូរបាន7 ពណ៌សម្រាប់បងដែលចូលចិត្តស្ដាប់តន្ត្រីនៅពេលដែលធ្វើដំណើរគឺបងនឹងតែពេញចិត្តចំណុចនេះផ្ទាល់តែម្ដងគឺរថយន្តនេះគឺបានបំពាក់មកជាមួយនឹង speaker B&O ចំនួន 12 គ្រាប់ផ្ទាល់តែម្ដងរថយន្តមួយនេះក៏បានបំពាក់មកជាមួយនឹងកាមេរ៉ាមើលផ្នែកខាងក្រោយកម្រិតខ្ពស់ផងដែរកៅអីជួរទី2ជាប្រភេទស្វ័យប្រណិតដែលអាចបត់និងផ្ដេកបានដោយស្វ័យប្រវត្តិបំពាក់ជាមួយនឹងម៉ាស៊ីនត្រជាក់គ្រប់ជួរនិងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយអូខេអញ្ចឹងមុនហ្នឹងបងប្រកាសជាបានមើលនៅ option ពិសេសក៏ដូចជាភាពទំនើបរបស់រថយន្តមួយនេះហើយអញ្ចឹងប្រសិនបើបងប្អូនទាំងអស់គ្នាចង់អញ្ជើញមកមើលរថយន្តផ្ទាល់ឬក៏បើកបរសាកល្បងផ្ទាល់ជាមួយនឹងរថយន្តមួយនេះបងទាំងអស់គ្នាអាចទំនាក់ទំនងមកកាន់បងប្អូនបានដែលដាក់លេខទូរស័ព្ទនៅខាងលើឬក៏អាចសាកសួរព័ត៌មានបន្ថែមបានដូចគ្នាពីខ្ញុំបាទកុងមីហុងទីប្រឹក្សាផ្នែកលក់នៃរថយន្ត Ford សូមអរគុណ